ព្រះបង្គំខ្ញុំព្រះករណាសូមក្រាបនមស្ការចំពោះប្រជុំ3នៃបត្រៃសរណៈដោយសេចក្តីគោរពកោតក្រែងនមស្ការក្រាបថ្វាយបង្គំប្រកាសណាមចាស់គ្រប់ព្រះអង្គពីគ្រប់អវាសស្ថានចម្រើនពរដល់ញាតិញោមសាធុសប្បុរសពីគ្រប់ទិសទីទាំងអស់ថ្ងៃនេះទូលព្រះបង្គំខ្ញុំព្រះករណាមួយអន្លើដល់ញាតិញោមសាធុសប្បុរសស្រីប្រុសដែលមានវត្តមាននៅទីនេះមានកិត្តិយសសូមជូនដំណឹងចេញពីវត្តធម្មការ៉ាមក្រុងប្រូវីដិនរដ្ឋរ៉ូដអៃឡង់សហរដ្ឋអាមេរិកចំនួន2ទី1សូមជូនដំណឹងបុណ្យផ្កាប្រាក់សម្រាប់វត្តធម្មការ៉ាមនិងប្រពនៅកម្មវិធីបុណ្យផ្កាប្រាក់នៅថ្ងៃសៅរ៍ទី7ខែមីនាឆ្នាំ2026ត្រូវនឹងថ្ងៃ4រោចខែបង្គន់ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ហើយនឹងវេអង្គការប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សានុវត្តធម្មការ៉ាមនេះនៅថ្ងៃអាទិត្យទី8ខែមីនាឆ្នាំ2026ត្រូវនឹងថ្ងៃ5រោចខែបង្គន់ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569នឹងជាពេលវេលាសម្រាប់ការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់ដោយមូលហេតុវត្តតម្រូវការចាំបាច់នៅក្នុងការប្រើប្រាស់ថវិកាឧបត្ថម្ភដល់ការកសាងរបងវត្តខ្លោងទ្វារវត្តនិងសមិទ្ធផលនានាហើយក៏ដូចជាការចំណាយប្រចាំខែផ្សេងណាមានទឹកភ្លើងអីជាដើមសម្រាប់វត្តធម្មការ៉ាមនេះជាបុព្វហេតុដែលនាំឲ្យមានការប្រារព្ធនៅកម្មវិធីបុណ្យផ្កាប្រាក់ដោយឡែកដំណឹងមួយទៀតនៅក្នុងថ្ងៃបុណ្យផ្កាប្រាក់នោះដដែលទូលព្រះបង្គំខ្ញុំប្រកាសណាមានកិត្តិយសទទួលបាននៅសៀវភៅបត្រៃបិដកជាភាសាអង់គ្លេសដែលមាននៅខាងមុខនេះផ្ទាល់ហើយញាតិញោមកាន់ទាំងអស់គ្នានេះអញ្ចឹងគឺតំណាងឲ្យព្រះសង្ឃក៏ដូចជាគណៈកម្មការពុទ្ធបរិស័ទនៃវត្តធម្មការ៉ាមក្រុងប្រូវីដិនរដ្ឋរ៉ូដអៃឡង់សហរដ្ឋអាមេរិកណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់សៀវភៅដែលបានឧបត្ថម្ភណាគាំទ្រមកដល់វត្តធម្មការ៉ាមនៅសៀវភៅថ្វាយបង្គំព្រះរតនត្រ័យមួយចំនួនធំហើយនឹងសៀវភៅបត្រៃបិដកជាភាសាអង់គ្លេសនេះណាមួយចប់ណាដែលម្ចាស់សទ្ធាមានឈ្មោះថាបាសិកាណាសឹមតេងគីនិងឧបាសកលឹមហុងលីណានៅប្រទេសអូស្ត្រាលីណាខាង Queensland ហើយសៀវភៅនេះផងដែរសម្រាប់ញាតិញោមដែលចូលរួមនៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់យើងនឹងកាន់ដង្ហែទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យផ្កាប្រាក់ហើយក្នុងនោះក៏មានកិត្តិយសណាបងអូនជាដូនមួយរបស់ឧបាសិកាសឹមតេងគីហ្នឹងគឺឧបាសិកាសឿសុខុមណាដែលអញ្ជើញមកពីខាងប្រទេសកាណាដាគាត់តំណាងឲ្យឧបាសិកាសេងគីខាងប្រទេសអូស្ត្រាលីគឺគាត់តំណាងជាម្ចាស់សៀវភៅនេះតែម្ដងហើយនឹងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់នឹងឆ្លងសៀវភៅនេះសម្រាប់ទុកដាក់តម្កល់ប្រើប្រាស់ជាប្រយោជន៍ណាដល់វត្តធម្មការ៉ាមនេះតែម្ដងអញ្ចឹងហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឧបាសិកាសឹមតេងគីនិងឧបាសកលឹមហុងណាពីប្រទេសអូស្ត្រាលីហើយក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីឧបាសិកាណាសឿសុខុមហើយនិងញោមប្រុសអឿនច័ន្ទដែលគាត់បានមានវត្តមានឆ្លងដែនពីកាណាដាមកកាន់សហរដ្ឋអាមេរិកនេះក្នុងការចំណាយពេលវេលាចូលរួមក្នុងការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់ក៏ដូចជាឆ្លងសៀវភៅនេះផងដែរណាអញ្ចឹងហើយក្រោយពីថ្លែងអំណរគុណក៏សូមជូនពរជូនជ័យដល់ម្ចាស់សៀវភៅណាសូមឲ្យមានសុខភាពល្អចន្ទមានយុគយឺនយូរដែលឧបាសិកាបានបោះពុំណានៅសៀវភៅនេះនៅប្រជាណាចក្រកម្ពុជាណោះគ្រាន់តែលើដំណឹងថាប្រសង់ចង់បាននៅសៀវភៅបត្រៃបិដកជាភាសាអង់គ្លេសណាគឺញោមឧបាសិកាបានចាត់ចែងក្រុមការងារនឹងបោះពុំនៅប្រជាណាចក្រកម្ពុជាហើយបានផ្ញើជូនតាមកប៉ាល់ចំណាយថវិកាយ៉ាងច្រើនដើម្បីសៀវភៅនេះបានមកតម្កល់ទុកនៅវត្តធម្មការ៉ាមនេះឯងណានឹងចំណុចនេះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយជូនពរជូនជ័យបានសុខបានចម្រើនសុខភាពល្អអាយុវែងណាសុខសប្បាយទាំងអស់គ្នាហើយក៏សូមថ្លែងអំណរគុណដល់ញាតិញោមនៅទីនេះផ្ទាល់ផងដែរណាពួកគាត់ក៏នឹងចូលរួមប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់ឥឡូវនេះទី1ឧបាសិកាសឿសុខុមក៏ដូចជាញាតិញោមដែលនៅទីនេះណាក៏ថ្លែងគេថាសម្ដែងនៅទឹកចិត្តសប្បាយរីករាយសោមនស្សពុនពីក្រៃអញ្ចឹងតំណាងឲ្យឧបាសិកានិងឧបាសកពីប្រទេសអូស្ត្រាលីសូមឲ្យញាតិញោមនេះចូលរួមក្នុងការប្រគេនសៀវភៅនេះតែម្ដងណាណាអញ្ចឹងសូមឲ្យញាតិញោមទាំងអស់គ្នាដែលបានប្រគេនផ្ទាល់ដៃនៅទីនេះហើយក៏ដូចជាម្ចាស់សទ្ធាដែលនៅឯប្រទេសអូស្ត្រាលីនោះក្តីហើយនិងញាតិញោមដែលបានឃើញ
តាមប្រព័ន្ធ social media ក្តីទទួលយកនៅពរជ័យសេចក្តីសុខសេចក្តីចម្រើនសិរីសួស្តីសុភមង្គលកើតមានដល់ញាតិញោមសាធុសពបរិសស្រីប្រុសគ្រប់រូបទាំងអស់គ្នាកំបីអខានឡើយអនុមោទនីសព្ពីនិយោវចនសពតុខោសភយោសពរោគោវិនាសន្តមេទេពវៈផន្តរាយសុខៃទីធាយុកពវៈអភិវេតនៈសេលសនិច្ចាំវុធាបច្ច័យណោចតារោធម្មាវត្តន្តអាយុវណ្ណោសុខខាំងពលំទេវាកន្តានិវេតយងសព្ពេលោកម្មយេសត្តាជីវន្តាហារហេសុខាមនោញញាពោចនាសត្ពេលភន្តមេមេចេតសាទេបាទឥឡូវតំណាងឲ្យឧបាសិកាសឹមតេគីនិងឧបាសកលឹមហុងលីណាពីប្រទេសអូស្ត្រាលីតើឧបាសិកាសឿសខុមមានអ្វីជាមតិទី1ពាក់ព័ន្ធជាមួយនឹងការប្រារព្ធកម្មវិធីបុណ្យការប្រាក់នៅក្នុងថ្ងៃទី7ទី8នៃសប្តាហ៍នេះហើយនឹងឆ្លងសិភៅបត្រៃបិដកជាភាសាអង់គ្លេសនេះផងដែរអញ្ចឹងសូមអញ្ជើញពីដំបូងខ្ញុំសូមថ្វាយបង្គំលោកម្ចាស់និងសូមជម្រាបសួរដល់ចែដែលនៅអូស្ត្រាលីណាចាណានឹងព្រមទាំងនឹងចាក្នុងពេលនេះខ្ញុំបានធ្វើដំណើរមកដល់វត្តអន្តរាមរបស់ព្រះអង្គចាបរិច្ចាគលើសិភៅនេះណាចាមកចំនួនបាន2ឬ3អាទិត្យហើយក៏អរគុណដល់បងប្អូនញាតិធម៌ពុទ្ធបរិស័ទជើងវត្តនៅវត្តធម្មការ៉ាមហើយវត្តចាស់រដ្ឋអៃឡែនរដ្ឋអាមេរិកចាសូមអរគុណជាណាយក៏បងប្អូនយើងបានទទួលនាងខ្ញុំរយៈតែថានាងខ្ញុំមកចូលរួមបន់ផ្កានិងឆ្លងសិភៅទៅចែកបានឧបត្ថម្ភមកដល់វត្តធម្មការ៉ាមនេះចាមានវិធីជ្រះថ្លាជាណាយដូចជានាងខ្ញុំសូមអរគុណដល់ចែនឹងនៅអូស្ត្រាលីចាជាដំបូងនេះខ្ញុំសូមជូនពរចែបើបានឃើញคลิปនេះហើយសូមចែទទួលពរពីប្អូនចាសូមឲ្យចែមានអាយុយឺនយូរមានពណ៌សម្បុរស្អាតអាយុវណ្ណៈសុខៈពលៈណាចែសូមប្រាថ្នានៅសម្បត្តិណាសូមឲ្យចែបានដូចគូបំណងរបស់ចែសូមឲ្យកើតជាតិណាសូមឲ្យចែបានដល់ព្រះនិព្វានកុំបីឃ្លានឃ្លាតឡើយចាសូមអរគុណសូមអរគុណចាណាចាអរគុណណាស់ឧបាសិកាសឿសខុមណាគាត់មានពាក្យពេចន៍បានថ្លែងមកប៉ុណ្ណេះហើយចឹងសូមឧបាសិកាគឹមហៀងហេងណាតំណាងឲ្យគណៈកម្មការមានពាក្យពេចន៍ជាការអរគុណឬជូនពរណាតិចតួចខ្លះណាសូមអញ្ជើញសូមថ្វាយបង្គំគុណចាស់ខ្ញុំអ្នកធ្វើការនៅវត្តនេះហើយក៏សូមអរគុណដល់អ្នកបងនិងលោកស្រីលោកប្រុសទាំងពីរអ្នកដែលបានបរិច្ចាគសិភៅមកដល់វត្តកន្លែងនេះសូមអរគុណយ៉ាងខ្លាំងអរគុណច្រើនក៏ជូនពរឲ្យបងមានសេចក្តីសុខគ្រប់ពេលវេលាទៅទីណាក៏សូមឲ្យជួបតែសេចក្តីសុខគ្រប់ពេលសូមអរគុណសាធុឥឡូវសូមឲ្យខ្ញុំម៉ាប់ជាបរិស័ទតំណាងបរិស័ទតើមានចិត្តត្រេកអរសាទរយ៉ាងម៉េចខ្លះនៅពេលដែលមានបានសភៅជាភាសាអង់គ្លេសចូលមកនៅវត្តអញ្ចឹងហើយធ្វើកម្មវិធីបុណ្យអញ្ចឹងហើយចង់ឲ្យអ្នកដែលមិនទាន់ដឹងនឹងឲ្យមកចូលរួមកម្មវិធីបុណ្យផ្កាយ៉ាងម៉េចខ្លះណាអញ្ចឹងសូមអញ្ជើញណាថ្វាយគុំព្រះអង្គចែដែលថានៅអូស្ត្រាលីដែលបានញ៉ាំជាសភៅមកវត្តធម្មការ៉ាមនេះអរគុណចែហើយនឹងបងប្រុសបានដែលផ្ញើជាសភៅមកឲ្យខ្ញុំក៏ផ្សព្វផ្សាយសភៅនេះដល់មិត្តភ័ក្តិបងប្អូនយាយតានៅរ៉ូដអៃឡែនទាំងអស់នេះឲ្យបានជ្រាបថាវត្តធម្មការ៉ាមនឹងធ្វើបុណ្យផ្កាប្រាក់នៅថ្ងៃទី7ទី8ថ្ងៃសៅរ៍អាទិត្យនេះសូមអញ្ជើញឲ្យបានដឹងផងហើយនឹងឆ្លងសភៅថ្វាយអង្គមព្រះហើយនឹងត្រៃបិដកសូមអរគុណសូមជូនបុណ្យទាំងអស់គ្នាបានសុខចម្រើនសាធុណាអរគុណសូមអញ្ជើញឧបាសិកាពេជ្រាណាមានពាក្យពេចន៍ជាសាទរអំណរឬក៏ជូនពរជូនជ័យម្ចាស់ទានយ៉ាងម៉េចខ្លះណាសូមអញ្ជើញខ្ញុំកណាការថ្វាយបង្គំព្រះអង្គនិងជាពិសេសសូមថ្លែងអំណរគុណដល់បងប្រុសអូស្រីដែលនៅអូស្ត្រាលីដែលបានបរិច្ចាគសៀវភៅត្រៃបិដកភាសាអង់គ្លេសមក
វត្តធម្មការរាមនៅទីក្រុងប្រពន្ធរយលិនខ្ញុំមានសេចក្តីត្រេកអរជាខ្លាំងនិងសូមជូនពរបងប្អូនទាំងពីរនាក់សូមជួបតែព្រះពុទ្ធពធព្រះសង្ឃនិងសូមអាយុវែងហើយសូមប្រាថ្នាយ៉ាងណាឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាបុណ្យការនៅវត្តធម្មការរាមហើយវត្តចាស់នេះបរពទៅនៅថ្ងៃទី7ទី8សូមបងប្អូនទាំងអស់ចូលរួមនៅបុណ្យការប្រាក់នេះអរគុណផងសូមអរគុណ ទុកសន្ទុកណាអញ្ចឹងដោយអ្វីដែលពាក្យបច្ចុប្បន្នសិកាទាំង3ទាំង4នាក់បានថ្លែងមកហើយណាអញ្ចឹងគឺសូមពុទ្ធបរិស័ទពីគ្រប់មជ្ឈដ្ឋានចូលរួមឧបត្ថម្ភគាំទ្រនៅក្នុងកម្មវិធីបុណ្យការប្រាក់ណាគឺថ្ងៃទី7និងទី8ខែមីនានេះហើយថ្ងៃនេះគឺថ្ងៃទី2ហើយអញ្ចឹងយើងនៅប្រមាណជា5ថ្ងៃទៀតទេគឺសប្តាហ៍នេះតែម្ដងអញ្ចឹងហើយសូមអញ្ជើញចូលរួមឲ្យបានច្រើនកកទាំងអស់គ្នាមួយផ្នែកសិភៅបត្រៃ3ដតនេះបងប្អូនកូនក្មួយដែលកើតនៅលើទឹកដីនៃសហរដ្ឋអាមេរិកដែលកំពុងតែសិក្សារៀនសូត្រនៅសាកលវិទ្យាល័យក្តីតាមបណ្ដាវិទ្យាល័យផ្សេងៗក្តីដែលចង់សិក្សាអំពីព្រះពុទ្ធសាសនាឥឡូវនេះឯកសារយើងអត់ខ្វះទេអាត្មាបាននាំមកឲ្យនៅបត្រៃ3ដតជាភាសាអង់គ្លេសដែលជាសទ្ធាដ៏ជ្រះថ្លាពីឧបាសិកាសឹមតេងគីនិងឧបាសកលឹមហុងលីណានៅខាងអូស្ត្រាលីហ្នឹងចឹងហើយបងប្អូនអាចអញ្ជើញមកអានសិភៅនេះនៅវត្តធម្មការរាមធ្វើការសិក្សាស្វែងយល់បានទាំងអស់គ្នាក៏ដូចជាញាតិញោមពីគ្រប់មជ្ឈដ្ឋានទាំងអស់ណាសូមអញ្ជើញចូលរួមដោយសោមនស្សរីករាយសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនាយើងណាអញ្ចឹងជាកិច្ចចុងក្រោយមានតែពាក្យពេចន៍ថាអរគុណហើយក៏ជូនពរជូនជ័យទាំងញាតិញោមដែលបានទស្សនានៅខ្សែវីដេអូនេះក្តីក៏ដូចជាម្ចាស់សទ្ធាម្ចាស់ទានពីគ្រប់មជ្ឈដ្ឋានក្តីសូមឲ្យបានសុខបានចម្រើនសុខភាពល្អចន្ទមានយូរយូរពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈអស់លោកអ្នកប្រាថ្នានៅសម្បត្តិណាពរណាក៏សូមឲ្យបានសម្រេចទៅតាមវត្ថុបំណងបងប្រាថ្នាយ៉ាងនោះសូមអនុមោទនាសូមអរព្រះគុណនិងអរគុណ